ចូលរួមសោកស្ដាយឧបទ្ទហេតុរថយន្តធ្លាក់ចូលទន្លេស្លាប់2នាក់របួស2នាក់និងបាត់ខ្លួនម្នាក់កំពុងរត់រកនៅខេត្តកំពង់ចាមហេតុការណ៍កើតឡើងនៅថ្ងៃទី29ខែ10ឆ្នាំ2025វេលាម៉ោង10:11នាទីដោយឡានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងបានបើកធ្លាក់ចូលក្នុងទន្លេមេគង្គនៅភូមិជ័យឃុំមានជ័យស្រុកស្រីសន្ធរខេត្តកំពង់ចាមដែលបានធ្វើដំណើរពីស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំឆ្លងកាត់ស្រុកស្រីសន្ធរក្នុងរថយន្តមានមនុស្ស5នាក់គិតមកដល់ត្រឹមម៉ោង17:00នាទីក្រុមការងាររត់រករបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាមបានរកឃើញរថយន្តនិងបានអូសយកមកច្រាំងទន្លេហេតុការណ៍ខាងលើបណ្ដាលឲ្យមានមនុស្សរបួស2នាក់ស្លាប់2នាក់និងបាត់ខ្លួនម្នាក់កំពុងរត់រកកត្តានាំឲ្យគ្រោះថ្នាក់គឺការធ្វេសប្រហែសរបស់អ្នកបើកបរអភិបាលខេត្តកំពង់ចាមអាយុឧត្តមអ៊ុនចន្ទដាបានចូលរួមសោកស្ដាយចំពោះក្រុមគ្រួសារនៃសពរងគ្រោះក្នុងឧបវហេតុរថយន្តធ្លាក់ចូលទន្លេនិងបានអំពាវនាវដល់អ្នកបើកបរសូមគោរពច្បាប់ចរាចរណ៍និងប្រកបដោយទំនួលខុសត្រូវខ្ពស់